bởi dùng tam hàng cណៈcầm từ cả mà chạm đôi Podamin ở Thái Campuchia cứ còn bàn thôi xong là sát xa Podamin mũi đáy cao pi bực hai tí đọc bay khai cùng phép trong pi pon mà phải mũi ní nó không nó không bật Thái đòi bàn bệnh chết pi chấm lấy sầm khăn đại khiêm sôm sạc khai chun prey mà tăng ở cái cứ cha chấm lấy đá bàn tay khiêm sôm đọ xong ta pi chấm lấy sầm khăn một chấm điệp chun prey mà tế cứ khang cណៈcầm cá mà chạm đôi bà mình cណៈcầm cá cứ khang mà chạm đôi lắm có bàn mình chạy thà cứ miền Bắc cho cha mà ram thì dây thà thấy ai nâng cắt lại tầm nông chỉ mùi nông bờ tây Campuchia chào tại mà đón mà khang mà chạm đôi có bàn thì dây thà ở miền Tâyបញ្ហាហ្នឹងគឺនឹងមិនកាត់ផ្ដាច់តំណងការទូឬក៏តំណងអ្វីជាមួយនឹងប្រទេសកម្ពុជាទេគឺនៅតែធ្វើការជាមួយគ្នាដដែលmàមិនអាចនឹងកាត់ផ្ដាច់តំណងការទូបានទេបាទគឺបដិសេធចោលការអះអាងបែបនេះហើយដោយបានបញ្ជាក់ថាថៃនឹងគោរពបញ្ញាតាមបន្តនៅការបញ្ញាចិត្តរបស់ខ្លួនធ្វើជាអ្នកជិតខាងដ៏ល្អជាមួយនឹងប្រទេសកម្ពុជាបាទដល់ខ្លាំងទៀតណាហើយក៏ខិតខំប្រឹងចំណុចទី1ហ្នឹងបាទហើយចំណុចទី2ខាងមជ្ឈមណ្ឌលក៏បានបញ្ជាក់ថាគឺថៃនឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសកម្ពុជាផងដែរដោយបន្តប្រើប្រាស់យន្តការដែលមានស្រាប់ដូចជាគណៈកម្មការព្រំដែនរួមគ្នាបាទព្រំដែនចម្រុះហើយនឹងក៏ដូចជាគណៈកម្មការព្រំដែនខាងយោធាផងដែរគឺថ្នាក់តំបន់បាទហើយក៏ដូចជាការប្រើប្រាស់ច្បាប់អន្តរជាតិផងដែរដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរបាទហើយទន្ទឹមនឹងនោះគឺខាងយោធាថៃក៏បានបញ្ជាក់ថាពួកគេគឺនឹងតាមដានការវិវត្តនៅក្នុងប្រទេសកម្ពុជាបាទដោយនៅក្នុងពេលកន្លងមកនេះគឺមានរបាយការណ៍ថាអាចនឹងមានការតវ៉ាមានការបង្កើនកម្ដៅខាងយោធាជាមួយនឹងប្រទេសទាំងពីរផងដែរបាទក៏ប៉ុន្តែគឺថៃក៏ថាគាត់នៅតែបដិញ្ញាចិត្តនៅក្នុងការប្រើប្រាស់បណ្ដាញការទូត diplomatic channels ធ្វើជាមធ្យោបាយដ៏សំខាន់តែម្ដងបាទគឺខាងយោធានឹងបន្តតាក់ទងជាប់ជាប្រចាំជាមួយនឹងកងកម្លាំងរបស់កម្ពុជានៅដែលមាននៅលើដីដើម្បីជៀសវាងការយល់ខុសឆ្គងណាមួយបាទដើម្បីកុំឲ្យមានបាទហេតុការណ៍ណាមួយកើតឡើងទៀតដែលมันមានអ្វីដែលជាការចង់បានបាទនេះជាចំណុចសំខាន់ដែលខ្ញុំលើកជូនប្រិយមិត្តបង្ហាញជូនប្រិយមិត្តនៅពេលនេះក៏ប៉ុន្តែនៅក្នុងចំណុចរួមរបស់ថៃដែលគាត់បានលើកឡើងហ្នឹងគឺគាត់បានដាក់ចេញនៅយន្តការចំនួន4ចំណុចបាទប៉ុន្តែខ្ញុំសូមដកសង្កខ្លីៗយន្តការ4ចំណុចរបស់គាត់ហ្នឹងតើប្រិយមិត្តយល់យ៉ាងណាស្ដាប់ហើយពិចារណាខ្លួនឯងទេណាបាទគឺខាងរដ្ឋាភិបាលថៃហ្នឹងគាត់បង្ហាញនៅទិសដៅ4ចំណុចទី1គឺគាត់ធ្វើយ៉ាងណាដើម្បីការពារអធិបតេយ្យភាពនិងសុវត្ថិភាពពលរដ្ឋរបស់គាត់ណាហើយទី2គាត់ធ្វើយ៉ាងណាឲ្យស្របទៅតាមច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិហើយនៅទី3គឺដោះស្រាយបញ្ហាតាមរយៈយន្តការដែលមានស្រាប់គឺយន្តការពហុភាគីនិងទ្វេភាគីហើយសំខាន់ណាស់ពហុភាគីនោះហើយនៅទី4គឺរក្សានៅសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះគឺជាចំណុចគោលដៅ4ដែលគាត់ដាក់ចេញមកហើយសារព័ត៌មាននេះបានបន្ថែមថាខាងយោធាថៃនោះក៏បានបញ្ជាក់ថាគឺបញ្ហាចំណាត់ការសន្តិសុខដែលថៃធ្វើទាំងអស់ហ្នឹងគឺធ្វើឡើងដោយមានការទទួលខុសត្រូវមានតម្លាភាពដែលមានការបដិញ្ញាចិត្តដើម្បីប្រើប្រាស់យន្តការសន្តិវិធីហើយប្រទេសថៃនៅតែបដិញ្ញាចិត្តនៅក្នុងការរក្សានៅទំនាក់ទំនងវិជ្ជមានជាមួយនឹងប្រទេសជិតខាងទាំងអស់បាទដែលផ្ដោតទៅលើបញ្ហាសន្តិសុខនិងស្ថិរភាពបាទនេះគឺជាអ្វីដែលខាងមជ្ឈមណ្ឌលក៏បានលើកឡើងណាបាទអញ្ចឹងប្រិមិត្តស្ដាប់ហើយពិចារណាខ្លួនឯងតែជឿប៉ុណ្ណាទទួលយកប៉ុណ្ណាខ្ញុំសូមមិនបញ្ចេញយោបល់ខ្ញុំជូនប្រិមិត្តទាំងអស់នៅអ្វីដែលខាងភាគីថៃបានលើកឡើងណាបាទឥឡូវព័ត៌មានទី4នេះបាទគេហៅថាគ្រោះក្នុងគ្រោះមានលៀបគឺសំណុំរឿងរបស់លោក Jeffrey Epstein ដែលជាអ្នកជំនាញខាងហិរញ្ញវត្ថុហើយត្រូវបានចោទប្រកាន់ថាតាក់ទងជាមួយនឹងការជួញដូរផ្លូវភេទស្ត្រីវ័យក្មេងៗយកទៅឲ្យចាស់មហាសេដ្ឋីអ្នកមានអំណាចជាដើមហើយមានទំនាក់ទំនងជាមួយនឹងអ្នកធំជាច្រើននោះបាទគឺ
ទៅបានឯកសាររបស់គាត់ស៊ើបអង្កេតករណីគាត់នោះទៅបានខាងក្រសួងយុតិធធរបស់សហរដ្ឋអាមេរិកបានបញ្ចេញជាបន្តបន្ទាប់រាប់លានទំព័រប៉ុន្តែនៅក្នុងឯកសារហ្នឹងគឺមានឯកសារមួយទំព័រនោះបាទដូចជាជួយកន្លះទំព័រថាមួយទំព័រអញ្ចឹងគឺនិយាយអំពីសារពើភ័ណ្ឌតាក់ទងជាមួយនឹងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមួយរូបហ្នឹងគឺតាក់ទងជាមួយនឹងប្រាសាទវត្ថុបុរាណខ្មែរបាទអញ្ចឹងសារព័ត៌មានគាត់ធ្វើការជីកបន្ថែមទៅបាទដឹងរឿងច្រើនបាទអញ្ចឹងឥឡូវខ្ញុំសូមដកស្រង់ខ្លះទូទៅណាវែងណាគាត់សរសេរវែងល្អរបស់គាត់ណាបាទ Bloomberg សំទោសបាទ Bloomberg គាត់សរសេរវែងល្អណាស់បាទអញ្ចឹងខ្ញុំប៉ុន្តែខ្ញុំមិនអាចបកប្រែបានជូនប្រិមិត្តហ្នឹងបើបកប្រែបានហ្នឹងគឺ5 10នាទីអញ្ចឹងសូមសង្ខេបជូនគាត់ថាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយដែលក្រុមអ្នកស៊ើបអង្កេតសម្រាប់រដ្ឋាភិបាលទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកក្តីទាំងរដ្ឋាភិបាលកម្ពុជាក្តីហ្នឹងគឺព្យាយាមតាមរកទីតាំងវត្ថុបុរាណរបស់កម្ពុជាដែលបានលួចពីប្រទេសកម្ពុជាយកទៅក្រៅប្រទេសហ្នឹងជាពិសេសមកដល់សហរដ្ឋអាមេរិកហ្នឹងក៏ប៉ុន្តែបាទនៅក្នុងអំឡុងពេលហ្នឹងគឺស្រាប់តែឃើញមានគេថាកន្លឹះមួយគេថា significant clue គឺមានកន្លឹះដ៏សំខាន់មួយដែលបានលេចចេញមកដែលមិនទំនងនឹងចេញបានហើយចេញពីប្រភពដែលស្ទើរតែមិនជឿឲ្យបាននោះគឺចេញមកពីក្រសួងយុតិធធរបស់សហរដ្ឋអាមេរិកគឺចេញពីសំណុំរឿងរបស់លោក Jeffrey Epstein បាទគាត់ថានៅក្នុងឯកសារដែលមានជាច្រើនទំព័រហើយថ្មីដែលគេទើបតែបញ្ចេញមកហ្នឹងគឺមានឯកសារមួយកន្លះទំព័រ half page spreadsheet ដែលដាក់ចំណងជើងថា Leon Black បាទគឺមហាសេដ្ឋី Leon Black ដែលនៅក្នុងហ្នឹងគឺនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់គាត់ហ្នឹងគឺមានឯកសាររបស់ប្រទេសកម្ពុជានឹងបាទលោក Leon Black ហ្នឹងគឺសេដ្ឋីហ្នឹងគាត់ធ្លាប់ធ្វើ CEO ក្រុមហ៊ុនណាមានទ្រព្យសម្បត្តិច្រើនណាគឺ$17,000 លានបាទ billionaire មហាសេដ្ឋី$1,000 លានបាទស្រាប់តែឃើញឯកសារហ្នឹងតែម្ដងគឺមានចំនួនឯកសារហ្នឹងគឺមានវត្ថុបុរាណរបស់កម្ពុជាហ្នឹងមានចំនួន12ហ្នឹងគឺមានរូបចម្លាក់ខ្លះធ្វើអំពី bronze ហ្នឹងគឺហៅថាលង្ហិនបាទធ្វើអំពីលង្ហិនអ្នកខ្លះថាសម្រិតក៏បានបាទលង្ហិនហើយហ្នឹងគឺធ្វើអំពីថ្មបាទថ្មគេហៅថាថ្មភក់ឬក៏ថ្មយ៉ាងម៉េចណាបាទតាមធម្មតាខ្មែរយើងពីច្រើនបាទថ្មភក់ហើយបាទគឺនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់គាត់ហ្នឹងតែម្ដងគឺមានកម្ពស់បាទមានកម្ពស់តាំងពី1.3 ម៉ែត្រ1.3 ម៉ែត្រគឺខ្ពស់ដែរណាបាទ1.3 ម៉ែត្រគឺរូបចម្លាក់ព្រះវិស្ណុបាទព្រះវិស្ណុកម្ពស់1.3 ម៉ែត្របាទហើយរហូតដល់រូបព្រះសិអាមេត្រីទៀតដែលមានកម្ពស់78 សង់ទីម៉ែត្រមកជិត8 តឹកដែរអញ្ចឹងបានន័យថាខ្ពស់បាទធំដែរតែម្ដងបាទហើយនឹងក៏ដូចជារូបជាច្រើនទៀតបាទព្រះសិអាមេត្រីហ្នឹងផងហើយនឹងគឺតម្លៃទិញហ្នឹងបាទតម្លៃទិញហ្នឹងគេដាក់តម្លៃតាមទីផ្សារហ្នឹងតែម្ដងបាទបើយោងតាមឯកសារហ្នឹងគឺរូបព្រះវិស្ណុហ្នឹងគឺមានតម្លៃនៅក្នុងបញ្ជីហ្នឹងគឺ$3 លាន$100,000បាទរូបចម្លាក់មួយហ្នឹង$3 លាន$100,000ហើយក្នុងខណៈពេលដែលរូបព្រះសិអាមេត្រីហ្នឹងដែលទូជាងទេក៏ប៉ុន្តែមានតម្លៃរហូតដល់$3 លាន$200,000ហ្នឹងគឺតាមតម្លៃដែលក្នុងបញ្ជីក៏ប៉ុន្តែបើសិនជាគេវាតម្លៃតាមទីផ្សារត្រឹមត្រូវវិញណាបាទតាមទីផ្សារត្រឹមត្រូវវិញគឺរូបព្រះសិអាមេត្រីហ្នឹងគឺមានតម្លៃរហូតដល់$4 លានសហរដ្ឋអាមេរិកតែម្ដងហើយមានរូបចម្លាក់មួយទៀតហ្នឹងគឺរូបព្រះសិវៈបាទព្រះសិវៈហ្នឹងគឺមានតម្លៃរហូតដល់កាលពីទិញហ្នឹងរហូតដល់$7 លានសហរដ្ឋអាមេរិកមកបាទនេះបើយោងតាមគឺសរុបទៅគឺការទិញសម្ភារៈទាំងអស់នេះគឺតម្លៃបាទមិនតិចជាង$28 លានទេបាទអញ្ចឹងសម្ភារៈវត្ថុបុរាណសំដៅមិនសម្ភារៈវត្ថុបុរាណទាំងអស់នេះគឺមានតម្លៃច្រើនហើយគឺទ
ទិន្នន័យហ្នឹងគឺគេបានចងក្រងតាំងតែពីឆ្នាំ2014ម្លេះ2014ម្លេះហើយគឺសារព័ត៌មានគាត់ថាគេក៏មិនទាន់ច្បាស់ទេថាតើវត្ថុបុរាណទាំងអស់នេះដែលមាននៅក្នុងបញ្ជីនេះនៅក្នុងកម្មសិទ្ធិរបស់លោក Black ឬយ៉ាងណាទេពីព្រោះអីគឺអត់តមានបញ្ជាក់ប៉ុន្តែតាមធម្មតាគឺវាជារឿងមួយដែលគេបានបង្ហាញនៅសំណួរដែលមានលក្ខណៈចាក់ស្រេះតាក់ទងជាមួយនឹងតំណែងតំណងរបស់លោក Black ហ្នឹងបាទខ្ញុំបើកវងកញ្ចក់បន្តិចណាបើកវងកញ្ចក់បន្តិចបាទនៅពេលដែលសារព័ត៌មានគាត់សរសេរអញ្ចឹងគឺគាត់សរសេររបៀប neutral ណាកណ្ដាលប្រកណ្ដាលប៉ុន្តែបើសិនជាខ្ញុំដឹងតាមនីតិវិធីតុលាការខ្លះបាទនីតិវិធីតុលាការខ្លះគឺសំណុំរឿងនោះអត់ទាន់បិទណាបាទគេទៅបិទនៅពេលដែលលោក Jeffrey Epstein ធ្វើអត្តឃាតហ្នឹងទៅបិទដូច្នេះតាមធម្មតាពេលដែលឲ្យទៅតែបញ្ចេញឯកសារថ្មីនេះទេបាទអញ្ចឹងតាមធម្មតាបើសំណុំរឿងនៅតែបន្តឯកសារផុសតាងទាំងអស់ហ្នឹងគឺគេអត់តន់ឲ្យតាណាទេនៅទេណានៅក្នុងនោះឡើយទេតែសារព័ត៌មានគាត់សរសេររបៀបកណ្ដាលគាត់ថាគាត់អត់ដឹងថាតើយ៉ាងណាទេអត់មានអ្នកណាបញ្ជាក់ទេបាទសុបិតពុកកញ្ចក់ទៅវិញអញ្ចឹងហើយបានជាគាត់តាក់ទងទៅអ្នកនាំពាក្យរបស់លោកសេដ្ឋី Black បាទអ្នកនាំពាក្យហ្នឹងក៏បានឆ្លើយជាមួយនឹងសារព័ត៌មានវិញគាត់ថាអូលោក Black ពិតជាមានវត្ថុបុរាណរបស់កម្ពុជាមួយចំនួនតូចដែរចាំបើតាគាត់មានច្រើនណាបាទដល់ពេលអញ្ចឹងពីតំណប់ដល់គាត់ថា small number of Cambodian works of art គាត់ថាមានតិចតួចដែរដែលទទួលបានមកតាមរយៈគាត់ថាប្រភពអ្នកលក់ដូរហ្នឹងគឺមានគេឈ្មោះហើយនឹងបាទទៅបានគេគ្រប់ច្រើនហើយគឺលោកសេដ្ឋីបានសហប្រតិបត្តិការជាមួយនឹងខាងក្រសួងយុទ្ធភ័ពផងដែរដែលបានមកសួរអំពីបញ្ហានេះគឺរឿងហ្នឹងគេមកសួរកាលពីជិត5ឆ្នាំមុនទៅហើយគឺខាងលោកសេដ្ឋីក៏បានផ្ដល់នៅព័ត៌មានទាំងអស់ដែលខាងក្រសួងយុទ្ធភ័ពបានស្នើសុំមកតាក់ទងជាមួយនឹងបាទស្នាដៃសិល្បៈនៅពេលនោះបាទក៏ប៉ុន្តែគាត់និយាយតែប៉ុណ្្នឹងទេគឺគាត់បានបដិសេធមិននិយាយតទៀតទេបាទហើយសារព័ត៌មាននេះបានចូលទៅដល់ក្នុងប្រវត្តិនៃការបាត់បង់វត្ថុបុរាណខ្មែរក្នុងអំឡុងពេលសង្គ្រាមមានភាគីណាលួចភាគីណាអីនឹងច្រើនបាទដូចជាពិសេសក្នុងចំនួនកថាភាគីខ្មែរក្រហមភាគីច្រើនបាទប្រិមិត្តដែលនៅប្រទេសកម្ពុជាដឹងច្រើនណាស់អ្នកខ្លះមានរហស្សនាមយ៉ាងម៉េចពេលលួចអ្នកថាអ្នកតាខ្មែរអីចឹងច្រើនបាទអញ្ចឹងសារព័ត៌មានក៏រៀបរាប់លម្អិតតែម្ដងមករៀបរាប់លម្អិតខ្ញុំសូមមិនយកចូលដល់លម្អិតដល់កន្លែងហ្នឹងទេក៏ប៉ុន្តែសារព័ត៌មាននេះក៏បានបញ្ជាក់ថាជាជំហររបស់រដ្ឋាភិបាលកម្ពុជាវិញបាទគឺរដ្ឋាភិបាលកម្ពុជាបានយល់ថាស្នាដៃសិល្បៈណាក៏ដោយដែលមាននៅក្នុងសហរដ្ឋអាមេរិកដែលគេកំពុងតែប្រមូលទុកហ្នឹងគឺគួរតែចាត់ទុកថាជាវត្ថុបុរាណដែលបានមកដោយខុសច្បាប់វាលែងតែមានឯកសារបញ្ជាក់ថាបានអនុញ្ញាតឲ្យចេញពីកម្ពុជាទៅអញ្ចឹងសម្រាប់កម្ពុជាឲ្យតែវត្ថុបុរាណចេញក្រៅប្រទេសគឺខុសច្បាប់ហើយត្រូវតែសងមកវិញហើយបាទគឺត្រូវតែឲ្យកម្ពុជាក្នុងពេលកន្លងមកក៏បានបាទស្នើទៅសារមន្ទីរហើយឬក៏ផ្ទះដែលលក់ដេញថ្លៃនានាហ្នឹងឲ្យបានបង្ហាញឯកសារថាខ្លួនទទួលបានវត្ថុបុរាណហ្នឹងដោយស្របច្បាប់ត្រឹមត្រូវបាទកម្ពុជាពិនិត្យមើលឯកសារហ្នឹងថាតើស្របច្បាប់ត្រឹមត្រូវដែរឬទេបើសិនជាអត់មានប្រភពតាត្រឹមត្រូវទេប្រភពដែលចេញពីឆ្លងកាត់ថៃខាងថៃជាអ្នកវាយត្រាឲ្យទេអាហ្នឹងរបស់ហ្នឹងលួចហើយពីព្រោះអីប្រិមិត្តមួយចំនួនដឹងហើយវាលែងតែក្មួយណាក្មេងតែដឹងគឺលួចពីខ្មែរទៅថៃបាទហើយបានចេញពីថៃហ្នឹងទៅវិញខ្មែរ direct ទៅអត់មានទេអញ្ចឹងបើខ្មែរ direct មានឯកសារមានអីនឹងក្រសួងរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាកម្ពុជាបានលក់បានអីឬក៏យ៉ាងម៉េចបាទប៉ុន្តែតាមធម្មតាកម្ពុជាមិនលក់វត្ថុបុរាណរបស់ខ្លួនទេបាទអញ្ចឹងពាក្យច្រើនចេញពីថៃអញ្ចឹងកម្ពុជាគាត់បង្ហាញចឹងថាសំមើឯកសារនឹងសិនមកទៅសារមន្ទីរក៏ដោយតែចេញពីច្រកណាដើម្បីបញ្ជាក់ហើយពេលនោះគឺលោក Bradley Gordon បាទលោក Bradley Gordon ដែលសារព័ត៌មាន Bloomberg ក៏បានតាក់ទងទៅហើយលោក Bradley Gordon គាត់ជាមេធាវីដែលតំណាងឲ្យរដ្ឋាភិបាលកម្ពុជាតាក់ទងជាមួយនឹងការស៊ើបអង្កេតការលួចវត្ថុបុរាណហ្នឹងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយមកប្រាប់សារព័ត៌មានBloomberg ផ្នែកខាង Business Week ហ្នឹងក៏ថា
គឺគាត់បានដឹងបាទពីមុនមកដែរថាលោក Black ហ្នឹងគឺមានវត្ថុបុរាណរបស់កម្ពុជាគឺជារឿងមួយដែលវត្ថុបុរាណទាំងអស់នេះបានផ្ដល់នៅព័ត៌មានលម្អិតច្រើនហើយក៏ដូចជាការលើកឡើងនៅសំណួរធ្ងន់ធ្ងរផងដែរពាក់ព័ន្ធនឹងទំហំនៃស្នាដៃសិល្បៈទាំងអស់នោះបាទហើយលោកបានបន្ថែមទៀតថាបើផ្អែកទៅលើទំហំនិងសារៈសំខាន់នៃការដែលលោក Black មាននេះគឺកម្ពុជាបាទគាត់ថាកម្ពុជាស្វាគមន៍ថាឲ្យតំណាងរបស់លោក Black ហ្នឹងបាទមកជួបពិភាក្សាឲ្យទាន់ពេលវេលានិងប្រកបដោយស្ថាបនាបាទជាមួយនឹងខាងកម្ពុជាហ្នឹងបាទដើម្បីដោះស្រាយបញ្ហាហ្នឹងឲ្យបានឆាប់ជាបន្ទាន់ដោយគ្មានការពន្យាពេលបាទអញ្ចឹងគឺបាទសម្រាប់នៅក្នុងព័ត៌មាននេះគឺអ្វីដែលខ្ញុំឃើញចំណុចខុសគ្នាគឺកម្ពុជាចាត់ទុកថាជាតាមរយៈលោកមេធាវីណាគាត់ថាគឺជាទ្រព្យសម្បត្តិដែលច្រើនធំណាស់ពីដំណាប់ដំនៅអាមេរិកនៅក្នុងមហាសេដ្ឋីមួយគឺច្រើនណាស់ឃើញទេសម្រាប់កម្ពុជា significant មកបាទធំណាស់ប៉ុន្តែដល់ពេលអ្នកដំណាក់នាំពាក្យរបស់លោក Black ហ្នឹងគាត់ថាអូមានតិចតួចដែរបាទអញ្ចឹងគឺខុសគ្នាណាគឺម្នាក់គ្រាន់តែចាត់ទុកថាជាស្នាដៃសិល្បៈមួយក្នុងចំណោមស្នាដៃសិល្បៈដែលវត្ថុបុរាណដែលពួកគាត់ប្រមូលប៉ុន្តែសម្រាប់កម្ពុជាអត្ថន័យវាខុសបាទពីគឺវាសារៈសំខាន់ចំពោះតម្លៃជាតិណាអញ្ចឹងហើយគាត់ឲ្យទៀមទីឲ្យតំណាងរបស់លោក Black មកពិភាក្សាជាមួយនឹងភាគីកម្ពុជាដើម្បីផ្ទៀងផ្ទាត់មើលបើមិននេះទេប្រមូលមកវិញបាទហើយសូមបើកមុខកញ្ចប់មួយទៀតគឺសហរដ្ឋអាមេរិកបាទរយៈពេលចុងក្រោយនេះបានធ្វើការងារបានល្អជាមួយនឹងរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការតាមរកនិងប្រមូលវត្ថុបុរាណរបស់ដែលខាងសិទ្ធិប្រមូលទៅហ្នឹងមកសងកម្ពុជាវិញបានច្រើនណាបាទមានអ្នកខ្លះហ្នឹងគឺក៏នាំទៅតុលាការអញ្ចឹងទៅប្តឹងទៅខាងអាមេរិកមកប្តឹងទៅតុលាការបាទឡើងទៅតុលាការមិនទាន់កាត់ក្តីផងនោះគាត់សុំចោះចាញ់គាត់ឲ្យមកអញ្ចឹងទៅបាទពីព្រោះគាត់ដឹងថាប្តឹងជាមួយនឹងរដ្ឋាភិបាលអាមេរិកអត់ឈ្នះទេបាទហើយក៏មានអ្នកខ្លះហ្នឹងគាត់តែឃើញអញ្ចឹងទៅប្រាប់ដូចករណីលោក Black អញ្ចឹងគាត់តែឃើញគឺនិយាយចុះនិយាយឡើងទៅគាត់ព្រមបកគលឲ្យវិញមកគាត់ពីព្រោះកម្ពុជាបង្ហាញឯកសារផតាងមានឯកសារមួយ God of Angkor បាទនៅក្នុងនោះគឺបើតាមឯកសារសេចក្តីរាយការណ៍នោះគឺនៅក្នុងសភៅ God of Angkor នោះខ្ញុំមានសភៅនោះបាទនៅផ្ទះមួយទៀតនោះបាទគឺមានរូបនឹងដែរមានរូបដែលនៅក្នុង collection របស់លោកតា Black នឹងដែរអញ្ចឹងណាបាទអញ្ចឹងគឺសំខាន់ណាស់អ្នកខ្លះជួនកាលដូចក្នុងករណីលោក Black អញ្ចឹងឥឡូវបែករឿងអញ្ចឹងមកជួបគ្នាទៅគាត់ថាអូចឹងបកគលឲ្យកម្ពុជាវិញវាជារឿងមួយល្អដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើកិច្ចការសហការជាមួយនឹងកម្ពុជាហើយអ្នកនោះគាត់យល់ដឹងពីកំហុសរបស់គាត់មិនថាកំហុសថាការទិញហ្នឹងគឺប្រវត្តិសាស្ត្ររបស់កម្ពុជាជួបរឿងអាស្រូវជួបរឿងអាភ័ព្វនៅក្នុងពេលអតីតកាលដែលមានការច្បាំងគ្នាហើយមានភាគីណាដែលលួចវត្ថុបុរាណទៅលក់អញ្ចឹងគាត់យល់ពីរឿងហ្នឹងគាត់ប្រគល់ឲ្យកម្ពុជាវិញបាទអញ្ចឹងនេះគឺជាលៀបមួយនៅក្នុងគ្រោះរបស់សហរដ្ឋអាមេរិកលោក Epstein នេះបាទអញ្ចឹងខ្ញុំឃើញអត្ថបទនេះខ្ញុំរំភើបដែរអញ្ចឹងខ្ញុំយកមកចែករំលែកជាមួយនឹងប្រិយមិត្តទាំងអស់គ្នា